ជនភាសាអង់គ្លេសជាច្រើនប្រើកន្សំពាក្យពិសេសដែលអ្នកនិយាយដើមយល់ភ្លាមប៉ុន្តែអ្នករៀនភាសាអង់គ្លេសច្រើនតែមិនយល់ពីអត្ថន័យនៅក្នុងមេរៀនថ្ងៃនេះអ្នកនឹងរៀនពីឃ្លាភាសាអង់គ្លេសដែលពេញនិយមបំផុតមួយចំនួននៅក្នុងភាពយន្តសម្រាប់ឃ្លានីមួយខ្ញុំនឹងពន្យល់ពីអត្ថន័យហើយបន្ទាប់មកផ្ដល់ឧទាហរណ៍សាមញ្ញដើម្បីឲ្យអ្នកអាចយល់បានច្បាស់ពីរបៀបដែលអ្នកនិយាយដើមប្រើប្រាស់វាតោះចាប់ផ្ដើមទាំងអស់គ្នាពួកគេកំពុងដេញតាមយើងពីក្រោយហើយនេះជាឃ្លាដែលគេនិយមប្រើបំផុតនៅក្នុងភាពយន្តសកម្មភាព They're on our tail មានន័យថាមាននរណាម្នាក់កំពុងដេញតាមយើងយ៉ាងប្រកិតបើកឲ្យលឿនជាងនេះទៅពួកគេកំពុងដេញតាមយើងពីក្រោយហើយបើកឲ្យលឿនជាងនេះមនុស្សដែលដេញតាមយើងគឺនៅជិតយើងបំផុតពីក្រោយខ្ញុំមានភស្តុតាងបញ្ជាក់ពីភាពគ្មានទោសនេះជាឃ្លាដែលមានប្រយោជន៍ខ្លាំងណាស់នៅក្នុងរឿងឧក្រិដ្ឋកម្ម I have an alibi មានន័យថាខ្ញុំអាចបង្ហាញភស្តុតាងថាខ្ញុំនៅកន្លែងផ្សេងនៅពេលដែលបទល្មើសបានកើតឡើងខ្ញុំមានភស្តុតាងបញ្ជាក់ពីភាពគ្មានទោសខ្ញុំកំពុងនៅកន្លែងធ្វើការនៅពេលដែលការប្លន់បានកើតឡើងខ្ញុំអាចបង្ហាញភស្តុតាងថាខ្ញុំនៅកន្លែងធ្វើការនៅពេលដែលការប្លន់បានកើតឡើងគាត់បានបង់ប្រាក់ធានាក្រៅឃុំឃ្លានេះច្រើនតែនៅក្នុងភាពយន្តប៉ូលីសនិងតុលាការ He posted bail មានន័យថាគាត់បានបង់ប្រាក់ដើម្បីចេញពីគុកមុនពេលសវនាការរបស់គាត់គ្រួសាររបស់គាត់បានជួយបង់ប្រាក់ធានាក្រៅឃុំឲ្យគាត់កាលពីម្សិលមិញគ្រួសាររបស់គាត់បានបង់ប្រាក់ដើម្បីឲ្យគាត់អាចចេញពីគុកកាលពីម្សិលមិញគាត់កំពុងត្រូវបានដោះលែងដោយមានលក្ខខណ្ឌឃ្លានេះលេចឡើងនៅក្នុងភាពយន្តភាគឧក្រិដ្ឋកម្មជាច្រើន He's out on parole មានន័យថាគាត់ត្រូវបានដោះលែងពីពន្ធនាគារមុនកំណត់ប៉ុន្តែត្រូវតែគោរពតាមច្បាប់មួយចំនួនគាត់កំពុងត្រូវបានដោះលែងដោយមានលក្ខខណ្ឌហើយត្រូវតែទៅរាយការណ៍ខ្លួនជូនមន្ត្រីរៀងរាល់សប្តាហ៍គាត់បានចាក់ចេញពីពន្ធនាគារមុនកំណត់ហើយត្រូវតែជួបជាមួយមន្ត្រីរៀងរាល់សប្តាហ៍វាមិនមែនជាអ្វីដែលអ្នកបានឃើញនោះទេអ្នកនឹងងើឃ្លានេះនៅក្នុងភាពយន្តភាគនិងភាពយន្តកំប្លែងជាច្រើន It's not what it looks like មានន័យថាស្ថានភាពជាក់ស្ដែងគឺខុសពីអ្វីដែលអ្នកកំពុងគិតសូមស្ដាប់ខ្ញុំសិនវាមិនមែនជាអ្វីដែលអ្នកបានឃើញនោះទេសូមស្ដាប់ខ្ញុំសិនស្ថានភាពជាក់ស្ដែងមិនមែនជាអ្វីដែលអ្នកគិតនោះឡើយអ្នកចាប់មនុស្សខុសហើយនេះជាឃ្លាដែលគេនិយមប្រើបំផុតនៅក្នុងភាពយន្តឧក្រិដ្ឋកម្ម You have the wrong guy មានន័យថាខ្ញុំមិនមែនជាមនុស្សដែលបានប្រព្រឹត្តបទល្មើសនោះទេលោកប៉ូលីសអ្នកចាប់មនុស្សខុសហើយខ្ញុំថែមទាំងមិននៅក្នុងទីក្រុងនេះផងនៅថ្ងៃនោះលោកប៉ូលីសខ្ញុំមិនមែនជាឧក្រិដ្ឋជនទេខ្ញុំនៅកន្លែងផ្សេងនៅថ្ងៃនោះមានអ្វីមួយមិនប្រក្រតីទេនេះជាឃ្លាដែលគេនិយមប្រើបំផុតនៅក្នុងភាពយន្តបែបភ័យរន្ធត់ Something's not right មានន័យថាហាក់ដូចជាមានបញ្ហាឬអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីទ្វារបើកចំហប៉ុន្តែគ្មាននរណានៅផ្ទះទេមានអ្វីមួយមិនប្រក្រតីទេស្ថានភាពនេះមានអារម្មណ៍ថាចម្លែកហើយប្រហែលជាមានអ្វីមួយខុសប្រក្រតីខ្ញុំមានអារម្មណ៍ថាពួកយើងកំពុងត្រូវបានគេលួចមើលឃ្លានេះបង្កើតឲ្យមានភាពតានតឹងនិងអាថ៌កំបាំង I feel like we're being watched មានន័យថាខ្ញុំគិតថាប្រហែលជាមាននរណាម្នាក់កំពុងលួចសង្កេតមើលពួកយើងផ្លូវនេះស្ងាត់ជ្រោមប៉ុន្តែខ្ញុំមានអារម្មណ៍ថាពួកយើងកំពុងត្រូវបានគេលួចមើលខ្ញុំគិតថាប្រហែលជាមាននរណាម្នាក់កំពុងលួចមើលពួកយើងខ្ញុំគិតថាយើងគួរតែបំបែកគ្នាតួអង្គច្រើនតែនិយាយឃ្លានេះនៅពេលដែលពួកគេកំពុងស្វែងរកអ្វីមួយ I think we should split up មានន័យថាយើងគួរតែបំបែកគ្នាហើយដើរទៅរកទីដែលផ្សេងគ្នាតោះស្វែងរកក្នុងផ្ទះឲ្យបានលឿនជាងនេះខ្ញុំគិតថាយើងគួរតែបំបែកគ្នាយើងគួរតែបំបែកគ្នាទៅតាមទីដែលផ្សេងដើម្បីស្វែងរកឲ្យបានលឿនជាងមុនទោះជាអ្នកធ្វើអ្វីក៏ដោយកុំងាកក្រោយឲ្យសោះនេះជាឃ្លាដ៏ល្បីល្បាញនៅក្នុងភាពយន្តបែបភ័យរន្ធត់បុរាណ Whatever you do don't look back មានន័យថាទោះជាមានរឿងអ្វីកើតឡើងក៏ដោយកុំងាកក្រោយឲ្យសោះរត់ទៅមុខទៀតហើយទោះជាយ៉ាងណាក៏ដោយកុំងាកក្រោយឲ្យសោះរត់ទៅមុខទៀតហើយកុំងាកក្រោយអេអញ្ចោះអ្នកនឹងងើឃ្លានេះនៅក្នុងឈុតឆាកសកម្មភាពជាច្រើន Get down មានន័យថាបង្ទាបខ្លួនរបស់អ្នកចុះដើម្បីសុវត្ថិភាពអញ្ចោះមានអ្វីមួយកំពុងហោះមករកពួកយើងហើយបង្ទាបខ្លួនចុះឲ្យលឿនមានរបស់គ្រោះថ្នាក់កំពុងតម្រង់មករកពួកយើងហើយប្រយ័ត្ននេះជាឃ្លាមួយក្នុងចំណោមឃ្លាដែលមានប្រយោជន៍បំផុតនៅក្នុងភាពយន្ត Look out មានន័យថាឲ្យប្រុងប្រយ័ត្នព្រោះគ្រោះថ្នាក់កំពុងខិតជិតមកដល់ហើយប្រយ័ត្នមានឡានកំពុងបើកមកហើយប្រុងប្រយ័ត្នមានឡានកំពុងបើកមករកអ្នកហើយតើអ្នករងរបួសទេអ្នកនឹងច្រើនតែឃ្លានេះបន្ទាប់ពីការប្រយុទ្ធឬស្ថានភាពគ្រោះថ្នាក់ Are you hit មានន័យថាតើអ្នកបានរងរបួសឬឈឺចាប់ត្រង់ណាទេតើអ្នកត្រូវរបួសទេខ្ញុំឃើញអ្នកដួលតើអ្នកមានរបួសទេខ្ញុំឃើញអ្នកដួលទៅលើដីមានរឿងម្យ៉ាងដែលអ្នកគួរតែដឹងឃ្លានេះជាធម្មតាណែនាំអំពីព័ត៌មានសំខាន់ There's something you should know មានន័យថាខ្ញុំត្រូវប្រាប់អ្នកពីរឿងសំខាន់មួយហើយវាច្រើនតែជាព័ត៌មានដ៏ធ្ងន់ធ្ងរមុនពេលយើងបន្តមានរឿងម្យ៉ាងដែលអ្នកគួរតែដឹងមុនពេលយើងបន្តខ្ញុំត្រូវប្រាប់អ្នកពីរឿងសំខាន់មួយខ្ញុំមិនអាចបន្តធ្វើបែបនេះទៀតទេនេះជាឃ្លាដែលមានការប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង I can't do this anymore មានន័យថាខ្ញុំមិនអាចបន្តទៀតបានទេព្រោះស្ថានភាពបានคล้ายជាពិបាកខ្លាំងឬតានតឹងពេកខ្ញុំបានធ្វើការទាំងយប់ទាំងថ្ងៃខ្ញុំមិនអាចទ្រាំបន្តធ្វើបែបនេះទៀតទេខ្ញុំបានធ្វើការច្រើនហួសប្រមាណហើយខ្ញុំមិនអាចបន្តបែបនេះទៀតបានឡើយអ្នកបានឆ្លងហួសព្រំដែនកំណត់ហើយឃ្លានេះច្រើនតែប្រើនៅពេលដែលនរណាម្នាក់មានអាកប្បកិរិយាមិនល្អ
You've crossed the line មានន័យថាអ្នកបានធ្វើហួសហេតុពេកហើយនិងធ្វើអ្វីមួយដែលមិនអាចទទួលយកបានឡើយការលេងសើចចំអកដាក់គ្រួសារខ្ញុំគឺជារឿងមិនល្អឡើយអ្នកបានឆ្លងហួសព្រំដែនកំណត់ហើយអ្នកបានធ្វើហួសហេតុពេកហើយនៅពេលដែលអ្នកសើចចំអកដាក់គ្រួសាររបស់ខ្ញុំរឿងនេះមិនទាន់ចប់នោះទេឃ្លានេះច្រើនតែលេចឡើងក្នុងអំឡុងពេលមានការឈ្លោះប្រកែកគ្នានិងជម្លោះ This isn't over មានន័យថាជម្លោះឬបញ្ហានឹងនៅតែបន្តទៀតអ្នកប្រហែលជាឈ្នះនៅថ្ងៃនេះប៉ុន្តែរឿងនេះមិនទាន់ចប់នោះឡើយអ្នកបានឈ្នះនៅថ្ងៃនេះប៉ុន្តែជម្លោះរបស់យើងមិនទាន់បានបញ្ចប់នៅឡើយទេអស្ចារ្យណាស់ថ្ងៃនេះអ្នកបានរៀនឃ្លាដែលពេញនិយមបំផុតមួយចំនួនដែលគេប្រើនៅក្នុងភាពយន្តភាសាអង់គ្លេសឥឡូវនេះនៅពេលក្រោយដែលអ្នកទស្សនាភាពយន្តភាសាអង់គ្លេសសូមស្ដាប់ឲ្យបានច្បាស់នៅឃ្លាទាំងនេះពួកវាលេចឡើងម្ដងហើយម្ដងទៀតនៅក្នុងភាពយន្តសកម្មភាពរឿងភាគឧក្រិដ្ឋកម្មភាពយន្តភ័យរន្ធត់និងភាពយន្តខ្មោចកាលណាអ្នកពួកវាកាន់តែញឹកញាប់វានឹងកាន់តែងាយស្រួលយល់